ตาមានរឿងអ្វីជាមួយមនុស្សម្នាក់នេះគាត់អង្គុយនៅទីនោះពេញមួយថ្ងៃហើយមិនញ៉ាំអ្វីហើយក៏មិននិយាយអ្វីដែរតើគាត់មិនឃ្លានទេអីយកអាហារឲ្យគាត់មួយចំណែកដែរទៅអូខេបងប្រុសអ្នកអង្គុយនៅទីនេះពេញមួយថ្ងៃហើយញ៉ាំអ្វីបន្តិចទៅខ្ញុំមិនឃ្លានទេអ្នកមិនមែនជាមនុស្សក្នុងពិភពលោកនេះទេមែនទេតើអ្នកដឹងដោយរបៀបណាហើយរឿងនេះមិនបាច់ទីក៏ដឹងដែរសមត្ថភាពកម្រិតនេះអាចដើរពាសពេញពិភពលោកយើងបានយ៉ាងងាយសមត្ថភាពខ្លាំងក្លាបែបនេះបែរជាគ្មាននរណាស្គាល់នេះបញ្ជាក់ថាអ្នកមិនមែនជាមនុស្សក្នុងពិភពរបស់យើងទេតើអ្នកមកពីណាឲ្យប្រាកដហេតុអ្វីបានជាខ្លាំងពូកែយ៉ាងនេះខ្ញុំឈ្មោះយ៉ានសិនមកពីទ្វីបឈៀនជូវគឺជាអ្នកបដិបត្តិធម៌សេលខ្ញុំចូលត្រកូលសៀនតាំងពីអាយុ6ឆ្នាំអាយុ10ឆ្នាំដល់កម្ពូលក្បាច់គុណអាយុ12ឆ្នាំដល់កម្ពូលនៃការពង្រឹងធាតុអាយុ16ឆ្នាំដល់កម្រិតបំបែកវិញ្ញាណអាយុ17ឆ្នាំផ្លាស់ប្ដូរវិញ្ញាណដល់ពេលពេញវ័យខ្ញុំដើរតាមវិថីអរូបសាងខ្លួនជាទេវតាមិនដល់100ឆ្នាំផងខ្ញុំបានក្លាយជាមហាអំណាចមួយរូបនៅឋានសួគ៌ពីទេវតាសួគ៌ដល់ទេវតាមាសបន្តដល់ទេវតារូបនិងទេវតាអាថ៌កំបាំងខ្ញុំបានចំណាយពេល100ឆ្នាំដើរកាត់ផ្លូវដែលអ្នកដទៃរាប់ពាន់រាប់ម៉ឺនឆ្នាំក៏ដើរមិនដល់ក្នុងវ័យចំណាស់ខ្ញុំបានក្លាយជាមេនិកាយបង្ហាត់ក្បាច់គុណនិងវិថីក្លាយជាទេវតារហូតដល់ថ្ងៃមួយខ្ញុំទទួលអារម្មណ៍ពីការប្រែប្រួលរវាងមេឃនិងដីខ្ញុំយល់ថាខ្ញុំបានប៉ះដល់របាំងដែលរឹងមាំបំផុតនៃឋានសួគ៌ដើម្បីឲ្យនិកាយសុងណានអាចបន្តទៅមុខបានជារៀងរហូតខ្ញុំបានជ្រើសរើសការសមាធិស្វែងរកធម៌តែមិននឹកស្មានថាការសមាធិលើកនេះខ្ញុំមិនបានចេញពីបាំងការពីអស់ជាយូរក្នុងអំឡុងពេលសមាធិរបស់ខ្ញុំកម្លាំងសត្រូវដឹកនាំដោយខ្វីយូបានមកដណ្ដើមយកត្រកូលរបស់ខ្ញុំក្បួនច្បាប់រញ្ជួយមេឃកំចាត់ពួកបិសាចដ៏អាក្រក់សម្រាប់បាក់ពួកយើងបាញ់ពួកវាទៅយើងក៏បានបំបែកកម្រិតហើយដែរមិនទុកឲ្យនៅសល់ម្នាក់ឡើយក្នុងរយៈពេលត្រឹមតែមួយយប់មេឃទាំងមូលត្រូវបានជ្រលក់ដោយពណ៌ក្រហមពួកវាបានកាប់សម្លាប់បាក់ពួកយើងសូម្បីតែសិស្សក្នុងបាក់របស់យើងសាកសពសិស្សដែលយើងធ្លាប់បង្រៀនត្រូវបានពួកវាព្យួរហាលថ្ងៃនៅលើអាគាររបស់អស់300ឆ្នាំរហូតដល់យើងចេញពីការតាំងសេវហើយឡើងធ្វើជាអធិរាជទោះបីជាសម្រេចបានត្រឹមពាក់កណ្ដាលនៃដែនដីទេប៉ុន្តែក្នុងពិភពទេវតាទាំងមូលគឺគ្មានគូប្រកួតឡើយឃើញទស្សនវិជ្ជាបាក់ដែលខ្ទេចខ្ទីបែបនេះព្រមទាំងឆ្អឹងសាកសពដែលនៅរីប៉ៃពេញដីយើងមិនអាចទុកចិត្តអារក្សក្នុងខ្លួនបានទៀតទេត្រឹមមួយព្រិចភ្នែកក៏បំផ្លាញជីវិតអ្នកខ្លាំងពាក់កណ្ដាលពិភពដាវទេពដោយសារតែការសងសឹកមានសភាពសាហាវពេកយើងត្រូវបានពួកទេពបិសាចនិងសត្វចម្លែករួមកម្លាំងគ្នាបង្ក្រាបពួកវាបានមកប្រមូលផ្ដុំគ្នាក្នុងបំណងកម្ចាត់យើងឲ្យស្លាប់នៅទីដាច់ស្រយាលចុងក្រោយពួកវាសុខចិត្តបូជាជីវិតកម្ពុជាអ្នកខ្លាំង5រូបរួមទាំងអ្នកខ្លាំងរាប់រយអ្នកទៀតជាធ្នូដើម្បីបិទត្រាយើងទុកនៅក្នុងប៉មទេពបុរាណពួកវាបានរុញទាំងប៉មបង្ខាំងទេពចូលទៅក្នុងលំហាកាសទាំង6ធ្វើឲ្យខ្ញុំមិនអាចងើបឡើងវិញបានជារៀងរហូតប៉ុន្តែនៅពេលដែលខ្ញុំភ្ញាក់ឡើងខ្ញុំក៏បានមកដល់ពិភពផ្សេងនេះបាត់ទៅហើយតើអ្នកកើតអីហ្នឹងពិតជាសាច់រឿងដែលគួរឲ្យស្រឡាញ់មែនខ្ញុំចូលចិត្តវាណាស់ហេចុះតើអ្នកមានគម្រោងធ្វើអ្វីបន្តទៀតដើមឡើយខ្ញុំគ្រោងនឹងស្នាក់នៅទីនេះមួយរយៈប៉ុណ្ណោះចាំដល់ពេលរកឃើញច្រកចូលទៅកាន់ឋានសួគ៌ខ្ញុំនឹងចាក់ចេញពីទីនេះក៏សាងបាក់ឡើងវិញអ្នកក៏អាចបង្កើតបាក់នៅក្នុងពិភពរបស់យើងបានដែរតើមិនបាច់ស្មុគស្មាញបែបហ្នឹងទេប៉ុន្តែពិភពលោកនេះមានរបស់ម្យ៉ាងហៅថាបច្ចេកវិទ្យាលែងត្រូវការហាត់រៀនជាអ្នកសិលទៀតហើយបងប្រុសអ្នកយល់ខុសហើយពិភពលោកនេះត្រូវការកម្លាំងដ៏ខ្លាំងក្លាដូចជាអ្នកមែនតើភូតអ្នកធ្វើអីពួកយើងគឺជាសិស្សនៃសាលាមហាអំណាចភាគខាងត្បូងប្រសិនបើអ្នកចាប់អារម្មណ៍អាចមកធ្វើជាគ្រូបង្រៀននៅសាលារបស់ពួកយើងបានតើអ្នកមិនចង់កសាងបាក់ឡើងវិញទេអីស្វែងយល់ពីពិភពលោកនេះសិនទៅពួកយើងអាចជួយអ្នកបានឪពុករបស់បងស្រីមេងខេគឺជាសាលាធិការនៃសាលាគាត់អាចជួយអ្នករៀបចំឯកសារចូលធ្វើការបានទៅតាមពិតអ្នកមិនចាំបាច់ប្រញាប់ឆ្លើយតបពេកទេអ្នកអាចសាកគិតមើលសិនបានមិនបាច់គិតទេខ្ញុំទៅឆ្លើយតបបានរហ័សល្អណាស់ធ្វើឲ្យខ្ញុំខំត្រៀមពាក្យសម្ដីទុកយ៉ាងច្រើននិយាយអញ្ចឹងអ្នកបានយកឈ្នះកម្ពុជាវីរបុរសពីរអ្នកជាប់គ្នាខ្ញុំណែនាំថាអ្នកគួរតែបដូរការតុបតែងខ្លួនរបស់អ្នកនៅពេលនេះចេញទៅក្រៅប្រកាសជាត្រូវអ្នកកាសែតឡំពត់មិនខានរចនាប័ទ្មល្អសម្រាប់តាមនឹងចុះពីអាទិត្យទៀតនឹងចូលរៀនហើយកុំភ្លេចទៅចុះឈ្មោះពួកយើងរងចាំអ្នកនៅឯសាលាណារថភ្លើងនេះធ្វើដំណើរទៅកាន់សាលាមហាអំណាចសូមមេដារក្សាទុកដាក់អីវ៉ាន់របស់លោកអ្នកឲ្យបានល្អបែបនេះហើយដើម្បីសាងឡើងវិញនិកាយបានមកដល់អ្វីដែលគេហៅថាសាលាមហាអំណាចដើម្បីបង្រៀនខ្ញុំរស់នៅបានរាប់ពាន់ឆ្នាំមកហើយនឹកស្មានមិនដល់ថាត្រូវត្រឡប់មកដើរបង្រៀនគ្រប់កន្លែងវិញថាត្រូវមកបង្រៀនពួកគេអំពីវិថីអមតៈចំពោះពិភពស្មារតីដ៏អស្ចារ្យនេះពិតជាមិនដឹងថាគួរចាប់ផ្ដើមបង្រៀនពីត្រង់ណាទេពូនេះចម្លែកខ្លាំងណាស់ជនខិលខូចថោកទាបនៅកណ្ដាលចំណោមមនុស្សម្នាហ៊ានធ្វើរឿងបែបនេះជាសាធារណៈអ្នកណាក៏បានជួយខ្ញុំផងបន្ទាប់ពីដើរក្នុងទ្វីបឆ្វេងហៅអស់ជាច្រើនឆ្នាំបិទពិសោធន៍ប្រាប់ខ្ញុំថាកុំចេះដឹងរឿងអ្នកដទៃពេកខ្ញុំ
ខ្ញុំនឹងមិនបណ្ដោយឲ្យរឿងនេះក្លាយជាទង្វើវីរបុរសឡើយ